បងទាំងអស់គ្នាពិបាករកមុខម្ហូបដែលដឹងថាធ្វើមុខម្ហូបអីមែនទេតោះមកមើលមុខម្ហូបមួយនេះគឺថាឆ្ងាញ់មកសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញមុខម្ហូបឆាសណ្តែកបដូរជាមួយនឹងសាច់ជ្រូកគឺថាមុខម្ហូបមួយនេះគឺថាឆ្ងាញ់មែនតើហើយងាយស្រួលធ្វើទៀតធ្វើតែមួយផ្លែតហ្នឹងគឺបានញ៉ាំរួចហើយគ្រឿងផ្សំរបស់យើងគឺងាយនឹងអ្នកទាំងអស់គ្នានឹងគឺជាគ្រឿងផ្សំរបស់យើងមានស្លឹកខ្ទឹមហើយនឹងខ្ទឹមសកញ្ច្រាំសាច់ជ្រូកនិងសណ្តែកបដូរបន្តមកទៀតខ្ញុំធ្វើការកញ្ច្រាំខ្ទឹមសរបស់យើងសិនហើយខ្ទឹមសរបស់យើងនឹងគឺយើងកញ្ច្រាំវាឲ្យម៉ត់ចឹងមកអ្នកទាំងអស់គ្នាបន្ទាប់ពីយើងកញ្ច្រាំខ្ទឹមសរួចហើយខ្ញុំក៏បានធ្វើការហាន់ស្លឹកខ្ទឹមរបស់យើងហាន់រាងវែងចឹងមកគឺបានហើយបន្ទាប់ពីខ្ញុំហាន់ស្លឹកខ្ទឹមរួចហើយខ្ញុំក៏ធ្វើការទុកវាម្ដុំសិនអ្នកទាំងអស់គ្នាឥឡូវនេះយើងមកធ្វើការដាក់ឆ្នាំងដើម្បីធ្វើម្ហូបរបស់យើងឥឡូវនេះខ្ញុំដាក់ឆ្នាំងឲ្យក្តៅសិនបន្ទាប់មកទៀតខ្ញុំក៏ធ្វើការចាក់ប្រេងឆាយើងចូលទៅបន្ទាប់ពីទុកប្រេងឆាឲ្យក្តៅហើយខ្ញុំក៏ធ្វើការដាក់ខ្ទឹមសរបស់យើងចូលទៅដើម្បីបំពងវាឲ្យរាងក្រហមចាំយើងចាក់សាច់ជ្រូកចូលបន្ទាប់ពីចាក់សាច់ជ្រូកចូលហើយបន្ទាប់មកទៀតខ្ញុំក៏ធ្វើការផ្សំគ្រឿងហើយយើងចាក់ទឹកត្រីមុនចឹងទៅដើម្បីកុំឲ្យសាច់ជ្រូកយើងខ្លោចយើងចាក់ទឹកត្រីហើយកូរវាបន្តិចមកចាំដាក់គ្រឿងបន្ទាប់ទៀតគឺខ្ញុំដាក់ស្ករសហើយអំបិលនិងប៊ីចេងហើយនឹងម្រេចអ្នកទាំងអស់គ្នាយើងដាក់ទឹកត្រីម្ដងចឹងហើយគឺយើងដាក់អំបិលតាមបន្តិចបានហើយកុំឲ្យប្រៃបើយើងដាក់ទឹកត្រីហើយដាក់អំបិលច្រើនទៀតវាអាចនឹងប្រៃញ៉ាំអត់កើតទេចឹងយើងដាក់អំបិលមកល្មមបន្តិចបានហើយបន្តមកទៀតខ្ញុំក៏ធ្វើការកូរគ្រឿងនឹងឲ្យចូលគ្នាឲ្យសព្វបន្ទាប់ពីខ្ញុំកូរវាសព្វហើយបន្ទាប់ពីខ្ញុំឆាវាសព្វហើយឥឡូវនេះខ្ញុំក៏ធ្វើការចាក់សណ្តែកបណ្ដុះយើងចូលទៀតហើយបន្ទាប់ពីចាក់សណ្តែកបណ្ដុះនឹងចូលហើយខ្ញុំក៏ធ្វើការឆាសណ្តែកបណ្ដុះនឹងឲ្យចូលជាតិគ្នាឲ្យបន្លែនឹងទុនសិនបានខ្ញុំចាក់ទឹកសចូលបន្ទាប់ពីខ្ញុំចាក់ទឹកសចូលហើយខ្ញុំក៏ធ្វើការគ្របវាទុករហូតតតែបន្លែនឹងឆ្អិនអ្នកទាំងអស់គ្នាលើមាន់ល្ងាវនោះដោយសារតែខ្ញុំក្រោកម៉ោង5ដើម្បីធ្វើម្ហូបនឹងពេលចឹងទៅមាន់វាល្ងាវដែរវាភ្ញាក់ដែរគឺថាឡើយនឹងស្ដែកដោះរបស់យើងឆ្អិនហើយបន្ទាប់ទៀតខ្ញុំទៅធ្វើការចាក់ខ្ទឹមរបស់យើងចូលអ្នកនរគ្នាបន្ទាប់ពីចាក់ស្លឹកខ្ទឹមចូលហើយយើងកូរស្លឹកខ្ទឹមនឹងឲ្យវារាងស្លោកបន្តិចគឺប៉ុណ្្នឹងបានហើយអ្នកនរគ្នាហ្នឹងអ្នកនរគ្នាគឺថាឆាស្ដែកបដោះជាមួយសាច់ជ្រូករបស់ខ្ញុំគឺដល់ទីបញ្ចប់ហើយបាយបាយជួបគ្នានៅពេលក្រោយម្ដងទៀត